បាទឧតីវត្តមានទី2បានសារីនៅអាណាចក្រអង្គរចាប់ពីឆ្នាំ1050ដល់ឆ្នាំ1066នៃគ្រិស្តសករាជព្រះអង្គទ្រង់មិនមែនជាព្រះរាជបុត្ររបស់ព្រះបាទសូរ្យវត្តមានទី1ទេប៉ុន្តែអាចបន្តរាជពីព្រះអង្គហើយមានខ្សែស្រឡាយពីព្រះមហេសីរបស់ព្រះបាទយសោវត្តមានទី1ស្នាមព្រះហស្ថនិងព្រឹត្តិការណ៍សំខាន់ៗរបស់ព្រះអង្គរួមមានដូចជាទី1ប្រាសាទបាពួនព្រះអង្គបានកសាងប្រាសាទបាពួនដើម្បីឧទ្ទិសទៅដល់ព្រះឥសូរនិងព្រះសិវៈដែលជាប្រាសាទភ្នំមួយដ៏ធំនៅចំកណ្ដាលក្រុងអង្គរមុនសម័យព្រះបាទជ័យវរ្ម័នទី7ទី2គឺប្រាសាទស្តុកកក់ធំដែលស្ថិតនៅខេត្តស្រះកែវប្រទេសថៃបច្ចុប្បន្នដែលមានសាលាចរិតល្បីល្បាញរៀបចំពីលំដាប់លំដោយនៃព្រះមហាក្សត្រខ្មែរនាសម័យមុនទី3គឺមេបុណ្យខាងលិចគឺជាប្រាសាទកោះមួយនៅចំកណ្ដាលបារាយណ៍ខាងលិចដែលព្រះអង្គជាអ្នកបញ្ចប់ការស្ថាបនានិងទី4គឺការបង្ក្រាបការបះបោរក្នុងរាជរបស់ព្រះអង្គគឺមានការបះបោរជាច្រើនលើកដូចជាក្នុងឆ្នាំ1051និងឆ្នាំ1065ដែលត្រូវបានបង្ក្រាបដោយមេទ័ពដ៏ស្មោះត្រង់របស់ព្រះអង្គគឺស្ដេចសង្គ្រាមព្រះអង្គក៏បានចូលទីមង្គលនៅក្នុងឆ្នាំ1066ហើយអនុជរបស់ព្រះអង្គជាអ្នកឡើងគ្រងរាជបន្តគឺព្រះបាទហោសោវត្តមានទី3